សិនមកស្ការថ្វាយគុំនឹងសូមគ្រប់ជំរាបសួរថ្ងៃនេះចូលមកដល់អត្ថបទថ្មីមួយជាប់តាក់ទងនឹងព្រឹត្តិការណ៍សកលលោកជាមួយនឹងបទពិចារណានេះគឺជាអត្ថបទថ្មីមួយទៀតដែលទុកជាផ្នែកគំនិតសម្រាប់សិក្សាថ្លឹងថ្លែងស្វែងយល់រៀបចំការសម្រេចចិត្តនិងការប្រព្រឹត្តប្រតិបត្តិក្នុងដំណើរជីវិតរបស់យើងម្នាក់ៗដែលយើងគប្បីសិក្សាថ្លឹងថ្លែងស្វែងយល់ឲ្យស៊ីជម្រៅបន្តិចពីដំណើររបស់ជីវិតទូព្រមគុំខ្ញុំកណាខ្ញុំមាននៅចំណាប់អារម្មណ៍តាក់ទងនឹងព្រឹត្តិការណ៍ជាតិអន្តរជាតិនៅពេលបច្ចុប្បន្នដែលកំពុងតែមានភាពរំជើបរំជួលក្តៅកកុបតាក់ទងជាមួយនឹងការធ្វើសង្គ្រាមឈ្លានពានជាបន្តបន្ទាប់ដែលជាភយន្តរាយសម្រាប់ប្រជាជាតិមួយសម្រាប់ប្រទេសជាតិមួយឬក៏សម្រាប់អ្នកដែលប្រាថ្នានៅសេចក្តីសុខសន្តិភាពក្នុងចិត្តតាមពិតហើយដំណើរព្រឹត្តិការណ៍នៃសង្គ្រាមឈ្លានពានគឺជាការរំលោភលើដែនអធិបតេយ្យភាពមួយរបស់ប្រទេសជាតិមួយដែលយើងគប្បីដឹងថាអ្វីដែលមានក្នុងសង្គមជាតិនៅពេលបច្ចុប្បន្ននេះបង្ហាញយ៉ាងច្បាស់អំពីចរិតអធ្យាស្រ័យប្រកបព្រមជាមួយនឹងមហិច្ឆតាត្រូវការមិនចេះឈប់មិនចេះឈរហើយបង្កទៅជាវិនាសកម្មសម្រាប់ប្រជាជាតិមួយឬអាចនិយាយថាជាគ្រោះកំណាចសម្រាប់មនុស្សជាតិទូទៅផងដែរហើយជាធាតុផ្សំឬសារធាតុបង្កអសន្តិសុខបង្កឲ្យមានការវិនាសសាបសូន្យនៅសន្តិភាពសម្រាប់សកលលោកទាំងមូលផ្ដើមចេញពីព្រឹត្តិការណ៍ក្នុងជាតិនិងអន្តរជាតិដែលរួមសេចក្តីត្រឹមតែប៉ុណ្ណេះយកមកធ្វើជាប្រធានបទទូព្រមគុំខ្ញុំកណាខ្ញុំចង់ធ្វើបទបង្ហាញបញ្ជាក់ប្រាប់ថានេះការឈ្លានពានបែបនេះការទន្ទ្រានការរំលោភការបំពានលើដែនអធិបតេយ្យភាពមួយគឺជាការបង្កព្យុះភ្លៀងបង្កនៅអសន្តិសុខបង្កនៅសេចក្តីក្តៅក្រហាយឈឺចាប់ខ្លោចផ្សាហើយធម្មតាអំពើណាទង្វើណាដែលប្រព្រឹត្តដោយការឈ្លានពានជិះជាន់បំពានលើសិទ្ធិសេរីភាពឬលើសេចក្តីសុខក្សេមក្សាន្តរបស់គេរមែងទទួលនៅការរើបំរាស់កាលដែលមានការរើបំរាស់ក៏បង្កទៅជាចម្បាំងរាំងជលបង្កនៅការវិនិច្ឆ័យសាបសូន្យបង្កការបំផ្លិចបំផ្លាញបង្កការនិរាសព្រាត់ប្រាសឬក៏បង្កនៅសេចក្តីទុក្ខលំបាកឈឺចាប់ខ្លោចផ្សាជាវិបដិសារៈដ៏កាចសាហាវមួយក្នុងសន្តានចិត្តរបស់មនុស្សជាតិដែលខ្លួនឯងត្រូវធ្វើការរំលោភបំពានឈ្លានពានទន្ទ្រានទាំងអស់នេះជាមូលហេតុដែលនាំឲ្យមានការតតាំងទាមទារនៅសេរីភាពនៅសិទ្ធិក្នុងការរស់រានមានជីវិតរបស់ប្រជាជាតិមួយដែលខ្លួនឯងបានធ្វើការឈ្លានពានកាលដែលមិនសម្រេចតាមក្តីបំណងក៏បង្កទៅជាជំលោះចម្បាំងរវាងប្រជាជាតិមួយទៅនឹងប្រជាជាតិមួយអ្វីទៅដែលជាដើមហេតុហើយអ្វីទៅជាដំណោះស្រាយ
ដើមហេតុគឺមកអំពីការមិនចេះគ្រប់គ្រងនៅមហិច្ឆតាសេចក្តីត្រូវការសេចក្តីប្រាថ្នាភាពលោភលន់ចង់បានមិនចេះឈប់មិនចេះឈរនៅក្នុងសន្តានចិត្តរបស់យើងម្នាក់នេះឯងនេះគឺជាហេតុយ៉ាងសំខាន់ដែលបង្កឲ្យទៅជាមានអំពើទន្ទ្រានឈ្លានពានបង្កវិនិស្សកម្មបង្កនៅសេចក្តីទុក្ខលំបាកឈឺចាប់ខ្លោចផ្សាសំណួរសួរថាកាលបើខ្លួនឯងសម្រេចមហិច្ឆតាសេចក្តីត្រូវការបែបនេះដោយការឈ្លានពានបកករណនីមួយតើខ្លួនឯងអ្នកឈ្លានពានបានសម្រេចនេះអាចរស់នៅអស់កាលជានិច្ចមិនចេះស្លាប់ទេឬក៏គង់នឹងស្លាប់ចោលនៅអ្វីក្នុងលោកនេះដែរឬក៏អាចអូសនាំយកពិភពលោកនេះនាំយកដែនដីមួយនេះទៅជាមួយនឹងមរណភាពរបស់ខ្លួនឯងដែរតាមការពិតតាំងពីអតីតកាលដល់វែងឆ្ងាយយូរលង់ណាស់មកហើយពុំដែលមានបុគ្គលណាធ្វើជាម្ចាស់លើផែនដីនេះហើយអាចនាំយកនៅផែនដីនេះទៅជាមួយខ្លួនបាននៅពេលមច្ចរិចូលមកដល់នោះទេហើយក៏គ្មាននរណាគេចផុតពីសេចក្តីស្លាប់ដែរប្រសិនបើដូច្នេះហេតុអ្វីបានជាយើងម្នាក់ហ្នឹងបានជាពួកអ្នកទាំងនោះប្រឹងប្រែងខ្លាំងម្ល៉េះបំរើឲ្យមហិច្ឆតាសេចក្តីលោភលន់មិនចេះឈប់មិនចេះឈរក្នុងសន្តានចិត្តតើមានការគិតពិចារណាត្រឹងថ្លែងទេត្រង់សេចក្តីនេះម្យ៉ាងទៀតការធ្វើនៅអំពើបំពានឈ្លានពានទន្ទ្រានរំលោភលើដែនអធិបតេយ្យភាពរបស់ប្រទេសជាតិមួយគឺខ្លួនឯងបាននឹងកំពុងតែបង្កសេចក្តីឈឺចាប់ផ្លូវផ្សារនិងបង្កការនិរាសព្រាត់ប្រាសដល់ប្រជាជាតិនាំឲ្យពួកគេបែកបាក់ក្រុមគ្រួសារម្ដាយឪពុកបងប្អូនប្តីប្រពន្ធកូនចៅខ្លួនឯងមានបានពិចារណាទេថាតើប្រសិនបើអំពើបែបនេះជាតិសាសន៍មួយដទៃគេធ្វើមកលើយើងវិញយ៉ាងហ្នឹងតើជាទីសប្បាយរីករាយចិត្តទេតើជាភាពសុខដុមរមនាទេតើនាំមកនៅសេចក្តីសុខស្ងៀមខ្សាន្តក្នុងចិត្តទេតើខ្លួនឯងគិតយ៉ាងណាទៅវិញខ្លួនឯងនៅស្ងៀមសំងំនៅសុខសំងំនៅស្រួលដោយការរត់គេចជិះចេញតែម្នាក់ឯងទេតើសេចក្តីសុខពីការគេចចេញជិះចេញពីភ្លើងសង្គ្រាមនៃការទន្ទ្រានឈ្លានពានបែបនេះតែម្នាក់ឯងឈ្មោះថាខ្លួនឯងមានទំនួលខុសត្រូវល្អលើក្រុមគ្រួសារលើមនុស្សជាទីស្រឡាញ់របស់ខ្លួនឯងដែរទេប្រសិនបើយើងចង់ឲ្យមនុស្សជាទីស្រឡាញ់របស់យើងទាំងអស់រួចផុតពីភ្លើងសង្គ្រាមបែបនេះវិញតើមានភាពចលាចលយ៉ាងណាទៅក្នុងចិត្តរបស់ខ្លួនឯងយ៉ាងណាដែរមានការក្តៅក្រហាយឈឺផ្សាខ្លោចផ្សាបែបណាដែរនៅពេលជាតិសាសន៍មួយទន្ទ្រានឈ្លានពានបង្កអសន្តិសុខបង្កវិនិស្សកម្មបង្កការបំផ្លិចបំផ្លាញបង្កសោកនាដកម្មលើក្រុមគ្រួសាររបស់ខ្លួនឯងយ៉ាងដូចនេះឬលើប្រជាទេសជាតិខ្លួនឯងដូចនេះនេះក៏បង្ហាញប្រាប់យ៉ាងច្បាស់ថាទាំងអស់នេះគឺមកអំពីការពំបានអប់រំវឹកហាត់ទូនមានចិត្តនេះឯងប្រសិនបើទូនមានចិត្តនេះឲ្យបានល្អស្វែងយល់ឲ្យបានត្រឹមត្រូវនឹងឃើញថាអ្វីក៏ត្រូវវិនិច្ឆ័យទៅសាបសូន្យទៅជាធម្មតាគ្មាននរណាអាចខាត់ខាំងរាំងរាបញ្ជាអំពីដំណើរធម្មជាតិតាមពិតបែបនេះទេជីវិតរបស់អាត្មាអញក៏ត្រូវស្លាប់មរណាមនុស្សជាទីស្រឡាញ់របស់អញក៏អញត្រូវនឹងនិរាសលះបង់ចោលទៅមិនអាចទ្រាំនៅដើម្បីមើល
សេចក្តីសុខដុមរមនាឬដំណើរជីវិតមនុស្សជាទីស្រឡាញ់របស់អញបានទេហើយក៏មិនអាចនាំយកអ្វីៗពីលើលោកនេះទៅបានដែរដូច្នេះជីវិតគឺការរស់នៅក្នុងលោកនេះត្រូវផ្សារភ្ជាប់ជាមួយនឹងថាតើយើងត្រូវធ្វើយ៉ាងណាមុនពេលជីវិតត្រូវលាចាកអំពីលោកនេះទៅតើយើងចង់បន្សល់ទុកនៅកេរ្តិ៍ឈ្មោះអាសោចអាក្រក់ជូរជាតិលើលោកនេះដែលសំបីតែស្លាប់បាត់បង់អាយុសង្ខារទៅហើយក៏មានប្រជាជាតិដទៃឬមនុស្សជាតិទាំងឡាយរស់នៅជាបន្តខាងក្រោយជាប្រតិចផ្ដាសាមាក់ងាយមើលស្រាលមើលថោកលើដំណើរជីវិតនិងការសម្រេចចិត្តរបស់យើងចង់បន្សល់ទុកកេរ្តិ៍ឈ្មោះល្អឬអាក្រក់នេះជាសំណួរបើយើងចង់បន្សល់ទុកនៅកេរ្តិ៍ឈ្មោះល្អកិត្តិយសកេរ្តិ៍ឈ្មោះនាមាស្នាដៃល្អយើងត្រូវបង្កើតនៅរឿងល្អសម្រាប់ជីវិតគឺការរស់នៅរបស់យើងកើតមកកុំធ្វើជាមនុស្សដែលបំផ្លាញអ្នកដទៃដោយជីវិតរបស់យើងត្រឹមតែម្នាក់ឯងតែប៉ុណ្ណោះឬ2-3នាក់ឬមួយពួកមួយក្រុមតែប៉ុណ្ណោះឡើយកុំធ្វើជាមេរោគកាចសាហាវដែលបង្កនៅសេចក្តីទុក្ខលំបាកដល់គេឡើយមនុស្សជាតិនឹងជេរប្រតិចផ្ដាសានិន្ទាយើងព្យាបាទយើងបំផ្លាញយើងដោយការប្រតិចផ្ដាសាផ្សេងជាបន្តជាមិនខានឯណាទៅខ្លឹមសារតម្លៃនៃជីវិតគឺការរស់នៅក្នុងโลกនេះដែលយើងបានកាត់មកហើយយើងចង់ឲ្យពិភពលោកនេះទាំងមូលមនុស្សជាតិធម្មជាតិប្រតិចផ្ដាសាយើងបំផ្លិចបំផ្លាញយើងបន្តតាមដំណៀលឌីលថ្មីជាបន្តទៅក្នុងកាលជាបន្តទៅមុខទៀតឬយ៉ាងណាសង្ខេបសេចក្តីត្រឹមប៉ុណ្ណេះចង់បញ្ជាក់ថាទាំងអស់នេះគឺមកអំពីលោភៈទោសៈមោហៈឬគល់នៃបាបអកុសលដ៏កំណាចខូរខើដែលមិនទាន់បានធ្វើការអប់រំមិនទាន់បានធ្វើការកាត់បន្ថយមិនទាន់បានគ្រប់សង្កត់មិនទាន់បានបន្ទោបង់ចោលចេញពីសន្តានចិត្តដែលត្រូវផ្ដើមពីការអត់ធ្មត់ពុះពៀតស៊ូព្យាយាមប្រកបដោយសតិសម្បជញ្ញៈស្មារតីដ៏ល្អដោយសេចក្តីមិនប្រមាទដែលទាំងអស់នេះកើតចេញពីការហ្វឹកហាត់រៀនទទួលយកមេរៀនល្អក្នុងដំណើរជីវិតមកហ្វឹកហាត់ទូនមាននៅជីវិតរបស់យើងពូលគឺអប់រំទូនមានចិត្តរបស់យើងកាលដែលចិត្តយើងបានធ្វើការទទួលយកមេរៀនល្អមកហ្វឹកហាត់ដែរចិត្តនេះក៏រមែងជាចិត្តល្អជាចិត្តប្រណិតជាចិត្តដែលមានវិសេសនភាពមានគុណតម្លៃមានសារៈមានខ្លឹមសារធំធេងមហិមាដែលអាចរៀបចំកិច្ចការងារទាំងឡាយប្រសូតចេញអំពីចិត្តល្អនេះឲ្យទៅជាការងារល្អទៅជាវាចាស់ដ៏ល្អដែលមានប្រយោជន៍ដល់មនុស្សដែលបានជួបជាមួយនឹងយើងមនុស្សដែលបានស្ដាប់ឮពាក្យសម្ដីរបស់យើងរមែងទទួលបានភាពមនោរម្យខ្សែមខ្សានប្ររីកិត្តិយសកេរ្តិ៍ឈ្មោះនាមាល្អនិងបន្សល់ទុកចារឹកទុកជាស្នាដៃដែលមានតម្លៃធំធេងមហិមាមនុស្សជាតិទាំងឡាយក្នុងលោកដែលកំពុងតែស្វែងរកនៅសេចក្តីសុខដុមរមនាស្វែងរកការជួបជុំប្រកបដោយសេចក្តីសុខខ្សែមខ្សាននិងប្រសិទ្ធិពរជ័យសេរីជោគឲ្យយើងបន្ថែមទៀតជាបន្តជាខាងក្រោយទោះបីយើងស្លាប់មរណាទៅហើយប៉ុន្តែកិត្តិយសកេរ្តិ៍ឈ្មោះនាមាស្នាដៃល្អដែលបានបន្សល់ទុកឲ្យជនជំនាន់ក្រោយនិងប្រសិទ្ធិពរបបសុស្ដីឲ្យពរជ័យសេរីជោគបន្ថែមមានតែការលើកដំកើងយកមកធ្វើសក្ការៈបូជាវីរៈបរោះដ៏អង់អាចក្លាហានក្នុងសន្តានចិត្តពួកគាត់ទៀតផងធម្មជាតិក្នុងលោកក៏មិនប្រតិចផ្ដាសាជននោះទេមានតែការជូនពរជ័យសិរីជោគមានតែការឲ្យពរសពសាធុការសពសារពើដូច្នេះមេរៀនអប់រំចិត្តគឺជាទំព័រ
ដ៏មានតម្លៃធំធេងមហិមាសម្រាប់គ្រប់សង្កត់មហិច្ឆតាដែលកើតឡើងមួយពុព្រិចព្រោះតែប្រាថ្នាបំពេញនៅចំណងសេចក្តីត្រូវការក្នុងសន្តានចិត្តខ្លួនឯងឲ្យបំលែងចេញទៅជាប្រយោជន៍ដល់ទូលំទូលាយសម្រាប់មនុស្សជាតិសម្រាប់ពិភពលោកនេះទាំងមូលហើយជាតម្លៃធំធេងមហិមាដែលចរិតជាប់ក្នុងក្រៅដួងចិត្តរបស់កុលបុត្រកុលធីតាជនជាតិគ្រប់បណ្ដាជាតិសាសន៍ក្នុងពិភពលោកបានទទួលស្គាល់នៅវីរភាពអង្អាចអស្ចារ្យដែលប្រកបដោយគុណសម្បត្តិល្អដែលជាមនុស្សស្រឡាញ់សន្តិភាពក្នុងពិភពលោកផ្ដល់នូវសេចក្តីសុខក្សេមក្សាន្តចំពោះពិភពលោកនេះនឹងឲ្យរង្វាន់ថ្វាយពរជ័យសពសាទុការសពសារពើជាបន្តបន្ទាប់ប្រហែលដូច្នោះដើម្បីឲ្យតម្លៃនៃគំនិតរបស់យើងឈានចូលទៅរកកម្រិតមួយដ៏ល្អយើងត្រូវពឹងលើមេរៀនសម្រាប់អប់រំចិត្តនេះថ្លឹងថ្លែងស្វែងយល់យកខ្លួនឯងធ្វើជាគ្រឿងឧបមាយើងចង់បានសេចក្តីសុខទេបើយើងចង់បានសេចក្តីសុខអ្នកដទៃក៏ចង់បានសេចក្តីសុខដូចយើងដែរយើងចង់ឲ្យគេបំផ្លិចបំផ្លាញខ្លួនរបស់យើងទេបំផ្លិចបំផ្លាញក្រុមគ្រួសារយើងទេបំផ្លិចបំផ្លាញប្រជាជាតិយើងទេបើយើងមិនចង់ឲ្យគេមកបំពៀបំពៀនបំផ្លិចបំផ្លាញបង្កទុក្ខលំបាកការឈឺចាប់ដល់ខ្លួនឯងដល់ក្រុមគ្រួសារឯងដល់មនុស្សជាតិឯងមនុស្សជាតិដទៃជាតិសាសន៍ដទៃក៏គេត្រូវការបែបនោះដែរបើអញ្ចឹងយើងមិនត្រូវធ្វើជាមេរោគដ៏កំណាចដែលបង្កនៅការបំផ្លិចបំផ្លាញបង្កភាពក្តៅក្រហាយបង្កការឈឺចាប់ដល់អ្នកដទៃក្នុងលោកនេះឡើយនេះគឺជាគំនិតដ៏ល្អដែលកើតចេញអំពីការទទួលយកមេរៀនសម្រាប់ហ្វឹកហាត់អប់រំទូនមានចិត្តរបស់យើងឲ្យទៅជាចិត្តដែលមាននៅប្រសិទ្ធភាពមានអធិពលមានវិសេសនភាពទូលំទូលាយមហិមាដែលជាទីត្រូវការរបស់មនុស្សជាតិទូទៅជាទីត្រូវការនៃពិភពលោកទាំងមូលពិភពលោកនេះនឹងវិនិច្ឆ័យសាបសូន្យបានប្រសិនបើយើងគ្មានគុណធម៌គ្រប់គ្រងក្នុងចិត្តសន្តានរបស់យើងត្រឹមតែមួយរយៈពេលខ្លីព្រោះអ្វីដែលអ្នកជំនាញក្នុងប្រព័ន្ធបច្ចេកវិទ្យាកំពុងអភិវឌ្ឍនាពេលបច្ចុប្បន្នគ្រាន់តែអាវុធជីវសាស្ត្រក៏អាចបំផ្លាញនៅសន្តិសុខសន្តិភាពក្នុងពិភពលោកនេះហើយអាវុធនុយក្លេអ៊ែរមានកម្លាំងបំផ្ទុះកាលពីសម័យសង្គ្រាមលោកលើកទី2ត្រឹមតែកម្រិត6គីឡូតោនឬ20គីឡូតោនប៉ុណ្ណោះបង្កវិនិស្សកម្មដល់ជីវិតមនុស្ស 12,000 នាក់ជាងមិនរាប់ពីសត្វផ្សេងទៀតផងមិនគិតពីធម្មជាតិដទៃផងដែលត្រូវបំផ្លាញដោយអាវុធនេះចុះបើអ្នកអភិវឌ្ឍនៅយុទ្ធឧបករណ៍ទំនើបនាពេលបច្ចុប្បន្នមានកម្លាំងបំផ្ទុះខ្លះ450គីឡូតោនខ្លះ1000គីឡូតោនខ្លះរហូតដល់ទៅ1មេហ្គាតោននឹងអាចមានលើសនេះបន្តទៅទៀតតើផលប៉ះពាល់វិនិស្សកម្មសោតនេតកម្មមានកម្លាំងធំធេងយ៉ាងណាទៅគ្រោះថ្នាក់អន្តរាយនេះដល់កម្រិតណាទៅតើចាំបាច់ទេដែលគុណធម៌ត្រូវចូលមកអាស្រ័យនៅក្នុងសន្តានចិត្តរបស់ពួកជនទាំងឡាយនោះបើគ្មានគុណធម៌មួយរំពេចចុងមករៀមនេះអាចបញ្ជានៅលើបេតុងនៃអាវុធនុយក្លេអ៊ែរបំផ្លាញនៅពិភពលោកនេះទាំងមូលឲ្យសាបសូន្យបានប៉ុន្តែកុំភ្លេចថាពិភពលោកនេះសាបសូន្យយើងខ្លួនឯងក៏សាបសូន្យដែររឿងនេះដែលត្រូវធ្វើការអភិរម្យរក្សាចិត្តដោយគុណធម៌សេចក្តីនេះសង្ខេបត្រង់ថាគ្មានគុណធម៌ត្រឹមតែមួយរំពេចពិភពលោកនេះអាចវិនិច្ឆ័យសាបសូន្យបាន
អញ្ចឹងគុណធម៌គឺជាមូលដ្ឋានគ្រឹះចាំបាច់និងចម្បងជាទីបំផុតដែលត្រូវរក្សាសន្តិភាពក្នុងពិភពលោកទាំងមូលរក្សាសន្តិសុខក្នុងមនុស្សជាតិនិងធម្មជាតិលើផែនដីនេះទាំងមូលព្រោះហេតុនោះមេរៀនអប់រំចិត្តគឺជាកត្តាចាំបាច់និងសំខាន់ជាទីបំផុតដែលយើងមិនអាចនឹងមិនយកចិត្តទុកដាក់បានទេបើយើងភ្លេចខ្លួនត្រង់សេចក្តីនេះយើងមិនយកចិត្តទុកដាក់យើងមិនធ្វើចំណាប់អារម្មណ៍ឲ្យបានខ្ពស់លើស្ថានភាពព្រឹត្តិការណ៍ក្នុងពិភពលោកដែលកំពុងតែជួបជាមួយនឹងវិនិស្សកម្មព្រោះហេតុខ្វះគុណធម៌ហើយយើងបែរជាមិននឹកគិតមិនព្យាយាមផ្សព្វផ្សាយនៅគុណធម៌នេះទេពិភពលោកនេះច្បាស់ជានឹងវិលាសសាបសូន្យអ្នកដែលវិនិច្ឆ័យសាបសូន្យគឺមនុស្សជាតិធម្មជាតិផែនដីនេះទាំងមូលព្រោះហេតុនោះយើងត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះបញ្ហានេះនៅក្នុងវីដេអូថ្ងៃនេះទូព្រះមង្គមខ្ញុំលើកឡើងត្រឹមប៉ុណ្ណេះជាបទសិក្សាថ្លឹងថ្លែងស្វែងយល់ដើម្បីវិភាគពិចារណាឲ្យបានល្អិតល្អន់ហើយប្រសិនបើព្រះករុណាជាម្ចាស់ក៏ដូចជាបងប្អូនកូនក្មួយស្រីប្រុសទាំងឡាយយល់ឃើញថាវីដេអូនេះមានតម្លៃធំធេងមហិមាក្នុងការចូលរួមថែរក្សាសន្តិសុខក្នុងសង្គមជាតិក្នុងមនុស្សជាតិទូទៅលើភពផែនដីនេះលើសកលលោកនេះសូមមេត្តាជួយចែកចាយបន្តក៏ដូចជាជួយធ្វើការ comment និងសម្របសម្រួលនៅចំណុចឆត់វិញខ្វះខាតណាដែលមាននៅក្នុងវីដេអូនេះដើម្បីទូព្រះមង្គមខ្ញុំនឹងបាននាំយកមកធ្វើជាបទសិក្សាដើម្បីអភិរម្ភក្នុងទំព័រមេរៀនអប់រំចិត្តនេះជាបន្តជាប្រយោជន៍ដល់ខ្លួនយើងម្នាក់ដល់ក្រុមគ្រួសារយើងដល់សង្គមជាតិយើងដល់ភពផែនដីនេះដល់សកលលោកនេះទាំងមូលផងដែរសូមអរព្រគុណនិងសូមអរគុណ